បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានចេញមកជួដាស់ដីស្រែឲ្យពុកម៉ែបងប្អូនលើកដំបូងនៅខាងរដងតុងដីរៀងរឹងបន្តិចបងប្អូនជុំមុតជ្រៅជ្រៅ